chỉ xong một bị nào ban chiến nơi gần lại ní dương mình phò tại anh chỉ xong được có chuyện nào tí chụp ní anh chỉ chấm này dương hơi ในขณะពេលនោះព្រះអង្គក៏មិនបានមានសង្ឃដីកាអ្វីនោះទេហើយបន្តិចក្រោយមកក៏ស្រាប់តែមានវងជ្រូកព្រៃមួយវងបានរត់សម្ដៅចូលមកបុកព្រះអង្គតែម្ដងតែពេលនោះក៏ស្រាប់តែមានពន្លឺចេញពីខ្លោះរបស់ព្រះអង្គហើយជ្រូកទាំងអស់នោះក៏ស្រាប់តែខ្ទាតប៉ើងចេញហើយរលាយបាត់ទាំងអស់តែម្ដង ในក្នុងព្រៃលើភ្នំលាតសន្ធឹងដ៏វែងអន្លាយដែលស្ថិតនៅប្រទេសកម្ពុជាដែលសម្បូរទៅដោយដើមឈើតូចធំដុះស្កេស្កាបង្កើតបានជាទិដ្ឋភាពដ៏ខៀវស្រងាត់លើភ្នំដែលគ្របដណ្ដប់ដោយព្រៃឈើដែលជាជំរកសត្វព្រៃជាច្រើនប្រភេទនារដូវក្តៅដើមឈើមួយចំនួនក៏រុះរោយជ្រុះស្លឹកទៅតាមធម្មជាតិរបស់វាសំឡេងជន់ស្លឹកឈើងាប់ឬសូរសំឡេងកាត់ព្រៃនេះដែលជាសំឡេងនិមន្តរបស់ព្រះសង្ឃទុដងដែលកំពុងតែនិមន្តមកក្នុងដែនព្រៃនេះ ដើម្បីស្វែងរកនៅទីស្ងប់ស្ងាត់បំពេញនៅកិច្ចទុដងនិងផ្សាយមេត្តាធម៌ប្រសពសត្វលោកដែលត្រូវការវត្តមានរបស់ព្រះអង្គពិសេសនោះបើតែព្រះអង្គជាព្រះសង្ឃក៏ពិតមែនប៉ុន្តែព្រះអង្គក៏ចេះនៅវិជ្ជាមន្តអាគមដ៏ខ្លាំងពូកែផងដែរហើយវិជ្ជាទាំងអស់ដែលព្រះអង្គបានចេះព្រះអង្គក៏តែងតែយកវាទៅប្រើក្នុងផ្លូវល្អដែលជួយអ្នកភូមិនៅតាមតំបន់ដែលមានទុក្ខលំបាកដែលព្រះអង្គបានឆ្លងកាត់ជាពិសេសនោះ គឺការពារខ្លួនរបស់ព្រះអង្គពេលដែលនិមន្តចូលទៅទុដងក្នុងព្រៃជ្រៅនោះក៏ព្រោះតែការព្រះអង្គនៅជាបាសកព្រះអង្គក៏ជាអ្នកចេះនៅរបៀនមន្តអាគមដ៏ខ្លាំងពូកែមុនព្រះអង្គបានបួសជាព្រះសង្ឃមកម្លេះហើយព្រះអង្គគឺមានព្រះនាមថាសេនហើយព្រះនាមរបស់ព្រះអង្គក៏ត្រូវបានល្បីពីមាត់មួយទៅមាត់មួយពីវិជ្ជាមន្តអាគមដ៏ខ្លាំងពូកែនឹងតែងតែជួយអ្នកភូមិដែលត្រូវអំពើគេឬខ្មោចព្រាយចូលសន្ធិដ្ឋនោះ គឺព្រះអង្គតែងតែជួយពួកគេនៅពេលដែលព្រះអង្គនិមន្តកាត់ពីភូមិមួយទៅភូមិមួយហើយអ្នកភូមិទាំងអស់នោះក៏តែងតែឮព្រះនាមរបស់ព្រះអង្គតគ្នាថាព្រះសង្ឃទុដងសេនហើយថ្ងៃនេះព្រះអង្គមិនបាននិមន្តដោយអង្គឯងនោះទេថ្ងៃនេះក៏មានក្មេងប្រុសកំពុងតែដើរតាមព្រះអង្គធ្វើកិច្ចទុដងផងដែរដែលគេមានឈ្មោះថានេត ដោយនៅថ្ងៃមួយពេលដែលព្រះអង្គនិមន្តកាត់ភូមិមួយក៏បានឃើញក្មេងមួយក្រុមកំពុងតែធ្វើបាបទៅកាន់គេដោយក្តីអាណិតព្រះអង្គក៏បានសួរនាំគេទៅដឹងថាគេជាក្មេងកំព្រារស់នៅស្នាក់អាស្រ័យក្នុងវត្តមួយក្នុងភូមិនេះហើយមូលហេតុដែលក្មេងទាំងអស់នោះមិនចូលចិត្តគេនឹងធ្វើបាបនឹងរើសអើងគេជារៀងរាល់ថ្ងៃនោះក៏ព្រោះតែគេកើតជំងឺមួយយ៉ាងដែលគេហៅថាជំងឺខ្លងល្ពៅ ដោយក្តីអាណិតនិងមាននិស្ស័យព្រះអង្គក៏បានសូមព្រះចៅអធិការវត្តយកគេមកជាមួយហើយនេះគឺជាថ្ងៃទី 2 ដែលនេតបានដើរតាមព្រះអង្គបំពេញកិច្ចទុដងផងដែរ លោកតាការធ្វើទុដងមានប្រយោជន៍ដល់ខ្ញុំកណាដែរទេបើខ្ញុំកណាមិនមែនជាអ្នកបួសផងនោះការដែលលះបង់នៅកិលេសកំចាត់បង់នៅសេចក្តីចង់បាននៅអ្វីដែលមិនមានជារបស់ខ្លួនការចូលទៅបដិបត្តិក្នុងព្រៃសមាធិលូតដំផ្លូវចិត្តរឹងមាំនេះគឺជាការល្អមិនរឹសទាល់តែជាព្រះសង្ឃនោះទេកណាលោកតាបើអញ្ចឹងខ្ញុំកណានឹងខំប្រតិបត្តិតាមសង្ឃដីការបស់លោកតា បន្ទាប់ពីនិមន្តឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយនិងត្រូវឆ្លងកាត់ពីភូមិមួយទៅភូមិមួយពេលខ្លះព្រះអង្គក៏សឹងនៅតាមវត្តក្នុងភូមិទាំងនោះដែលព្រះអង្គបានឆ្លងកាត់នៅព្រឹកមួយ
ព្រះអង្គក៏បាននិមន្តទៅដល់ភូមិមួយនិងបាននិមន្តបិណ្ឌបាតពីផ្ទះមួយទៅផ្ទះមួយហើយពេលនោះព្រះអង្គក៏បាននិមន្តទៅដល់ខាងមុខផ្ទះមួយដែលគាត់គឺជាព្រានលោកនោះឯង តើព្រះអង្គនិមន្តមកពីណាដែលព្រះអង្គបានជាមកដល់ទីនេះព្រោះថាភូមិរបស់ខ្ញុំកណាមិនទាន់មានវត្តនោះទេអាត្មាជាសង្ឃធ្វើបដិបត្តិធម៌បំពេញកិច្ចទុដងហើយក៏បាននិមន្តឆ្លងកាត់នៅភូមិនេះដើម្បីបិណ្ឌបាតចង្ហាន់ណាញោមអូខ្ញុំកណាពិតជាមានសេចក្តីជ្រះថ្លាណាស់ដែលបានជួបព្រះអង្គតើព្រះអង្គនឹងនិមន្តទៅណាបន្តទៀតទៅព្រះអង្គបើសិនជាអាចសូមព្រះអង្គមេត្តាគង់នៅភូមិរបស់ខ្ញុំកណាសិនទៅនឹងបានឲ្យអ្នកភូមិខ្ញុំកណាបានធ្វើបុណ្យផងហើយខ្ញុំកណានិងអ្នកភូមិនឹងរៀបចំកន្លែងឲ្យព្រះអង្គគង់នៅឲ្យបានសមរម្យចម្រើនពរញោមអាត្មាជាសង្ឃទុដងនិមន្តរកកន្លែងស្ងប់ស្ងាត់ដើម្បីបដិបត្តិធម៌បំពេញនូវកិច្ចទុដងដូច្នេះអាត្មាគិតថានឹងនិមន្តឡើងទៅលើភ្នំអូរ៉ាល់នេះព្រោះជាកន្លែងដែលសម្បូរព្រៃធំនិងជាកន្លែងស្ងប់ស្ងាត់ស័ក្តិសមនឹងសង្ឃទុដងដូចជាអាត្មាមិនកើតទេព្រះអង្គបើសិនជាព្រះអង្គចូលទៅក្នុងព្រៃជ្រៅនោះច្បាស់ជាមានគ្រោះថ្នាក់ព្រោះថាទីនោះគឺមានព្រៃជ្រូកព្រៃដែលវាកាចសាហាវខ្លាំងណាស់ពិតមែនហើយព្រះអង្គកុំនិមន្តទៅទីនោះអីគ្រោះថ្នាក់ណាស់ហើយនេះព្រះអង្គមិនមែនមកតែអង្គឯងនោះទេចម្រើនពរញោមអាត្មាភាពសូមអរគុណចំពោះការប្រាប់ដំណឹងរបស់ញោមអាត្មាបដិបត្តិទុដងគឺស្វែងរកផ្លូវកម្ចាត់កិលេសហើយកិលេសធំជាងគេនោះគឺការខ្លាចនៅសេចក្តីស្លាប់នេះឯងសត្វលោកទាំងឡាយគឺពោពេញទៅដោយគ្រោះថ្នាក់និងទុក្ខទោសដូច្នេះទោះបីជានៅទីនោះមានព្រាយជ្រូកព្រៃដ៏កាចសាហាវចង់ធ្វើបាបនិងសម្លាប់មកកាន់អាត្មាភាពពិតមែនក៏អាត្មាមិនមានសេចក្តីភ័យខ្លាចនិងរាថយក្នុងការធ្វើដំណើរទៅបដិបត្តិធម៌នោះទេមិនបាច់បារម្ភពីខ្ញុំទេអ៊ំពូមីងនៅជាមួយលោកតាសេនមិនមានអ្វីធ្វើឲ្យខ្ញុំគ្រោះថ្នាក់ឡើយក្រោយពីបានឮបែបនេះទើបធ្វើឲ្យពួកគាត់ដឹងថាព្រះសង្ឃដែលកំពុងតែឈរនៅមុខរបស់ពួកគាត់នេះគឺជាព្រះសង្ឃទុដងសេនដែលមានឈ្មោះល្បីពីមាត់មួយទៅមាត់មួយត្បិតថាពួកគាត់ក៏ទើបតែបានឃើញព្រះភ័ក្ត្រព្រះអង្គលើកទី1តែប៉ុណ្ណោះហើយដោយមិនអាចហាមព្រះអង្គបានពួកអ្នកភូមិក៏ព្រមឲ្យព្រះអង្គនិមន្តធ្វើដំណើរទៅមុខទៀតដោយសេចក្តីព្រួយបារម្ភចៅនេនតើឯងភ័យខ្លាចទេក្រោយដឹងដំណឹងថានៅផ្លូវខាងមុខមានគ្រោះថ្នាក់នោះអត់ទេលោកតាខ្ញុំកណាតែងតែហាត់ពុតលត់ដំចិត្តនិងប្រតិបត្តិទៅតាមដំបូន្មានរបស់លោកតាជានិច្ចជាក្មេងប្រុសម្នាក់ដែលកំព្រារស់នៅអាស្រ័យបាយវត្តនិងមានជំងឺឃ្លងល្ពៅជាប់នឹងខ្លួនផងនោះពេលនេះក៏ក្លាយជាក្មេងប្រុសដំបងដែលបានធ្វើដំណើរតាមព្រះសង្ឃចំណាស់ម្នាក់ទៅធ្វើកិច្ចទុដងហើយព្រះសង្ឃចំណាស់អង្គនេះក៏ជាព្រះសង្ឃដែលស្គាល់សពអស់នៅរុក្ខជាតិដែលអាចធ្វើជាថ្នាំបុរាណដើម្បីព្យាបាលជំងឺឃ្លងល្ពៅរបស់ចៅនេតផងដែរបន្ទាប់ពីធ្វើដំណើរតាមលោកតាសេនចាក់ឆ្ងាយចេញពីភូមិនោះនិងចូលទៅក្នុងព្រៃភ្នំអូរ៉ាល់និងសម្រាកពីតំបន់ជីព្រៃរហូតដល់តំបន់ព្រៃជ្រៅទៅតាមពន្លឺព្រះអាទិត្យរះនិងលិចដោយធម្មតានៅថ្ងៃមួយការនិមន្តរបស់ព្រះអង្គក៏បានចូលទៅដល់តំបន់ព្រៃជ្រៅដែលមានដើមឈើតូចធំដុះស្កេកស្កាស់និងសម្បីតែពន្លឺព្រះអាទិត្យក៏ចាំងជះតាមប្រឡោះនៃមែកឈើបានតែបន្តិចបន្តួចតែប៉ុណ្ណោះដែលជាហេតុធ្វើឲ្យតំបន់នេះក៏មានសភាពត្រជាក់ជាខ្លាំងដោយមើលទៅកន្លែងនេះក៏ជាកន្លែងសមគួរដែលអាចគង់នៅសមាធិបដិបត្តិធម៌ដោយភាពស្ងប់ស្ងាត់នោះព្រះអង្គក៏ឲ្យចៅនេតបោះក្លោះសម្រាកនៅក្រោមដើមឈើធំមួយចៅនេតក៏បានបង្កាត់ភ្លើងដើម្បីបំភ្លឺនិងដើម្បីដាំទឹកក្តៅដូចជាធម្មតាមុននឹងគេធ្វើសមាធិពេលល្ងាចព្រះអាទិត្យក៏ចាប់ផ្ដើមរៀបលិចហើយសភាពនៅក្នុងព្រៃក៏បានឮសំឡេងសត្វព្រៃយំចម្លែកប្រណាំងគ្នារំពងពេញតែព្រៃនោះហើយពេលនោះលោកតាសេនក៏បានឃើញមានបរិសុទ្ធចំណាស់ម្នាក់បានដើរសម្ដៅមករកព្រះអង្គក្រាបថ្វាយបង្គំគុណម្ចាស់ខ្ញុំកណាជាអ្នករស់ជ្រកនៅតំបន់ព្រៃនេះចម្រើនពរញោមតើញោមមកមានការអ្វីជាមួយអាត្មាមែនទេបានជាមកទាំងថ្មើរនេះនោះគ្រាន់តែបានឮសង្ឃដីការបស់លោកតាសេនចៅនេតគេក៏មានចិត្តគិតឆ្ងល់ជាខ្លាំងព្រោះតែគេមិនឃើញមានអ្នកណាដែលកំពុងតែនិយាយជាមួយព្រះអង្គនោះទេគឺថាឃើញព្រះអង្គមានសង្ឃដីកាតែអង្គឯងតែប៉ុណ្ណោះរឿងហេតុគឺថានៅមិនឆ្ងាយពីទីនេះប៉ុន្មានគឺមានទឹកខ្នាយដែលជាតំបន់សពសត្វមកអាស្រ័យហើយក៏មានព្រាយជុកព្រៃមួយក្បាលដ៏កាចសាហាវផងដែរវាមានអំណាចខ្លាំងណាស់ព្រះអង្គមិនគួរគង់នៅទីនេះបន្តនោះទេគួរតែប្រញាប់និមន្តចេញពីទីនេះទៅមិនអីទេញោមមុននឹងអាត្មាមកដល់ទីនេះគឺមានអ្នកភូមិគេបានប្រាប់រឿងរ៉ាវមកកាន់អាត្មាអស់ទៅហើយ
ពិតជាប្រសើរណាស់តាមពិតទៅអ្នកដែលបានជួបនឹងព្រះជុកព្រៃនោះមិនមានអ្នកណារួចជីវិតត្រឡប់ទៅវិញឡើយបើព្រះអង្គថាមានគេប្រាប់ព្រះអង្គនោះគឺមានតែមនុស្ស2នាក់ដែលខ្ញុំក៏ណាបានជួយនោះឯងដែលបានដឹងពីរឿងរ៉ាវនេះហើយនេះក៏ព្រោះតែអាយុរបស់ពួកគេមិនទាន់អស់តែប៉ុណ្ណោះក្រោយពីបានស្ដាប់សង្ឃដីការបស់ព្រះអង្គរួចបុរសចំណាស់ម្នាក់នោះក៏បានចាក់ចេញពីទីនេះទៅហើយគាត់គឺជាអ្នកតាថែរក្សានៅតំបន់ព្រៃនេះហេតុអីក៏លោកតាមានសង្ឃដីកាដែលអង្គឯងបែបនេះខ្ញុំក៏ណាមើលមិនឃើញថាមានអ្នកណានៅទីនេះសោះពេលនោះលោកតាសេនក៏មិនមានសង្ឃដីកាឆ្លើយតបទៅនឹងសំណួររបស់ចៅនេតនោះទេព្រះអង្គក៏បានប្រាប់ទៅចៅនេតឲ្យចាប់ផ្ដើមសមាធិដូចជាធម្មតាយប់នេះមិនថាមានរឿងអ្វីឬឃើញអ្វីក៏ដោយឯងត្រូវតែនៅក្នុងរង្វង់ខ្លោះនេះនិងមិនត្រូវចេញក្រៅដាច់ខាតតាំងចិត្តឲ្យស្ងប់និងរំលឹកដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងធ្វើចិត្តឲ្យនឹងនោះពេលយប់ក៏បានមកដល់រាត្រីរំលងអាត្រាតដែលមានព្រះខែរះពេញវងចំពីលើលោកតាសេនកំពុងបដិបត្តិភាវនាធម៌នៅក្រោមដើមឈើធំកណ្ដាលព្រៃលើភ្នំអរ៉ាល់ដែលមានសភាពត្រជាក់និងមានផ្សែងអាប់ប្រសាទពេញតែព្រៃខណៈពេលនោះចៅនេតក៏បានដេកលង់លក់នៅក្នុងខ្លោះដែលសល់តែព្រះអង្គនៅតែបន្តសមាធិដោយភាពស្ងៀមស្ងាត់មិនយូរប៉ុន្មានក៏មានសម្លេងសម្រាប់ជើងមនុស្សដើរសម្ដៅមករកព្រះអង្គដោយទម្ងន់ជើងជន់ដីធ្ងន់ធ្ងរហើយក្លិនដែលរសាត់មកតាមខ្យល់ក៏មានសភាពស្អុយអាសោចបន្តិចក្រោយមកក៏លេចចេញនៅរូបរាងមនុស្សមាធំសម្បុរខ្មៅដែលមានច្រមុះធំនិងចៃទាំងពីរសស្ញាតយ៉ាងវែងនៅនឹងមាត់ដែលមើលទៅក៏ដូចជាមនុស្សពាក់កណ្ដាលជ្រូកពាក់កណ្ដាលដូចនេះឯងជាសងមកពីណាបានឈាននៅកន្លែងនេះយើងមិនខ្វល់តែឯងជាសង្ឃឬក៏ជាអ្នកណានោះទេយប់នេះឯងគឺជាចំណីយើងហើយនៅខណៈពេលនោះព្រះអង្គក៏មិនបានមានសង្ឃដីកាអ្វីនោះទេហើយបន្តិចក្រោយមកក៏ស្រាប់តែមានវងជ្រូកព្រៃមួយវងបានរត់សម្ដៅចូលមកបុកព្រះអង្គតែម្ដងតែពេលនោះក៏ស្រាប់តែមានពន្លឺចេញពីខ្លោះរបស់ព្រះអង្គហើយជ្រូកទាំងអស់នោះក៏ស្រាប់តែខ្ទាតប៉ើងចេញហើយរលាយបាត់ទាំងអស់តែម្ដងឈប់ទៅញោមតែញោមនៅបន្តសាងអំពើអាក្រក់ដល់ពេលណាទៀតការសាងអំពើអាក្រក់ដោយសម្លាប់ជីវិតអ្នកដទៃបែបនេះញោមនឹងវិលវល់ក្នុងវាវត្តសង្សារដ៏សែនអាក្រក់គ្មានថ្ងៃងើបរួចឡើយដោយឃើញថាព្រះជ្រូកព្រៃនេះមិនព្រមបញ្ឈប់ព្រះអង្គក៏បានលើកដៃប្រណម្យសូត្រនៅមុនអ្វីម្យ៉ាងធ្វើឲ្យព្រះជ្រូកព្រៃនោះឆេះររៀលពេញតែខ្លួនប្រាណស្រែកដឹកដីឈឺចាប់ហើយពេលនោះក៏មានចំណងចងរត់ព្រះជ្រូកព្រៃនោះធ្វើឲ្យព្រះជ្រូកព្រៃនោះកាន់តែឈឺចាប់និងស្រែករំពងពេញតែព្រៃបន្ទាប់មកក៏ព្រមចុះចាញ់និងលះបង់ចិត្តគំនិតដែលចង់ស៊ីសាច់របស់ព្រះសង្ឃហើយគេក៏បានសន្យានឹងព្រះអង្គថានឹងធ្វើអ្វីគ្រប់យ៉ាងឲ្យតែព្រះអង្គព្រមដោះលែងជីវិតរបស់គេអាត្មាមិនចង់បានអ្វីពីញោមនោះទេគឺសូមត្រឹមតែញោមឈប់បន្តសាងអំពើបាបដោយការយាយីនិងសម្លាប់ជីវិតអ្នកដទៃទៀតទៅញោមនឹងធូរស្រាលនៅកម្មផលបានខ្លះពេលដែលបានស្ដាប់សង្ឃដីកាលោកតាសេនរួចព្រះជ្រូកព្រៃនោះក៏បានស្ម័គ្រចិត្តស្ម័គ្រកាយតាមបម្រើការពីព្រះអង្គធ្វើដំណើរនិមន្តទៅទុដងចាប់ពីពេលនេះទៅដើម្បីលុបលាងនៅបាបកម្មដែលគេបានសាងកន្លងមកពេលនោះលោកតាសេនព្រះអង្គក៏មិនបានប្រកែកអ្វីនោះទេហើយស្រាប់តែរំពេចនោះព្រះជ្រូកព្រៃក៏ស្រាប់តែរលាយបាត់ហើយខ្លាចជាចែកជ្រូកព្រៃយ៉ាងវែងនៅពីមុខព្រះភ័ក្ត្ររបស់ព្រះអង្គហើយព្រះអង្គក៏បានយកចែកជ្រូកព្រៃនោះធ្វើជាបន្តោងខ្សែកឲ្យចនេតពាក់នៅនឹងករបស់គេចាប់តាំងពីថ្ងៃនោះរហូតមកហើយបន្ទាប់ពីជួបរឿងហេតុនេះរួចមកព្រះអង្គក៏បន្តគង់នៅព្រៃនេះជាច្រើនថ្ងៃបន្តដើម្បីបដិបត្តិធម៌និងផ្សព្វផ្សាយមេត្តាធម៌ដល់ព្រលឹងទាំងអស់ដែលតែតោលនៅក្នុងព្រៃនេះហើយបន្ទាប់ពីគង់បដិបត្តិធម៌នៅលើភ្នំអរ៉ាល់នេះអស់ជាច្រើនថ្ងៃព្រះអង្គក៏បានបន្តនិមន្តចុះពីលើភ្នំនេះទៅខាងមុខជាបន្តទៀតជាមួយនឹងចៅនេនរហូតដល់ថ្ងៃមួយ
ព្រះអង្គក៏និមន្តទៅដល់កន្លែងមួយដែលមើលទៅក៏ដូចជាកន្លែងដែលជាផ្លូវដែលធ្លាប់មានមនុស្សម្នាឆ្លងកាត់នៅពេលដែលព្រះអង្គកំពុងតែនិមន្តកាត់នៅទីនោះបន្តិចនោះក៏ស្រាប់តែព្រះអង្គឈប់នៅមួយកន្លែងហាក់បីដូចជាបានទទួលដឹងនៅរឿងអ្វីម្យ៉ាងពេលនេះលោកតាសេនហាក់បីដូចជាទទួលបាននៅអារម្មណ៍អ្វីម្យ៉ាងហាក់បីដូចជាមានអ្វីមកហាមមិនឲ្យព្រះអង្គនិមន្តបន្តទៅមុខទៀតដូច្នេះឯងមានរឿងអីលោកតាបានជាឈប់និមន្តទៅមុខពេលនោះព្រះអង្គក៏បានឲ្យចៅនេតរៀបចំកន្លែងដើម្បីបោះខ្លោះគង់នៅទីនេះតែម្ដងដោយមិននិមន្តបន្តទៅមុខទៀតនោះទេចំណែកចៅនេតគេក៏ធ្វើតាមសង្ឃដីការបស់ព្រះអង្គទាំងចិត្តងឿងឆ្ងល់ជាខ្លាំងពេលដែលចៅនេតគេកំពុងតែបង្កាត់ភ្លើងដាំទឹកថ្នាំដែលមានដាក់នៅរុក្ខជាតិដែលជាថ្នាំរបស់លោកតាសេនព្រះអង្គឆាន់ជាប្រចាំនោះពេលនោះក៏ស្រាប់តែមានមនុស្សមួយក្រុមកំពុងតែដើរកាត់នៅទីនេះដោយខ្លះមានលីកំបិតផ្គាក់និងជាប់នៅលើស្មាទៀតផងខ្ញុំកណាទាំងអស់គ្នាសូមក្រាបថ្វាយបង្គំព្រះតេជគុណចម្រើនពរញោមតើព្រះអង្គជាព្រះសង្ឃទុដងមែនទេបានជានិមន្តមកដល់ទីនេះពិតមែនហើយញោមអាត្មានិមន្តទុដងផ្លូវឆ្ងាយអស់កម្លាំងក៏គង់សម្រាប់នៅទីនេះតែម្ដងទៅញោមមិនកើតទេព្រះអង្គសូមព្រះអង្គនិមន្តទៅតាមពួកខ្ញុំកណាទៅព្រោះថាភូមិរបស់ពួកខ្ញុំកណានៅមិនឆ្ងាយពីទីនេះប៉ុន្មានទេតើមានរឿងអ្វីមានទេញោមមើលទៅទឹកមុខញោមទាំងអស់គ្នាហាក់បីដូចជាមានរឿងអ្វីចង់ប្រាប់មកកាន់អាត្មាពេលនោះពួកគាត់ក៏បានរៀបរាប់ប្រាប់រឿងរ៉ាវដែលបានកើតឡើងនៅក្នុងភូមិរបស់គាត់ពីដំបូងភូមិរបស់គាត់ជាភូមិតូចមួយដែលរស់នៅមានសុខសុវត្ថិភាពធម្មតានោះទេគឺថាមិនដែលមានរឿងអ្វីកើតឡើងចម្លែកតលតែសោះប៉ុន្តែនៅថ្ងៃមួយក៏ស្រាប់តែមានមនុស្សប្រុសស្រីចំណាស់2នាក់បានមកសុំរស់នៅក្នុងភូមិរបស់ពួកយើងប៉ុន្តែដោយមើលទៅមនុស្សចំណាស់ទាំង2នាក់នេះពួកយើងមានអារម្មណ៍មិនសូវល្អនោះទេពេលនោះពួកយើងក៏មិនព្រមឲ្យគេរស់នៅក្នុងភូមិយើងនោះទេហើយចាប់តាំងពីថ្ងៃនោះមកភូមិយើងក៏ស្រាប់តែមានជំងឺស្លាប់អស់អ្នកភូមិជាបន្តបន្ទាប់ពីដំបូងពួកយើងគិតថាវាគឺជាជំងឺអាសន្នរោគប៉ុន្តែយូរទៅក៏មានអ្នកភូមិស្លាប់តគ្នានៅក្នុងព្រៃនេះក្បែរភូមិរបស់ពួកយើងមិនថាអ្នកមកពីឆ្ងាយឬអ្នករស់នៅភូមិនេះក៏ដោយឲ្យតែឆ្លងកាត់ព្រៃនេះនៅពេលយប់គឺតែងតែបាត់បង់ជីវិតរហូតហើយដោយសារតែបែបនេះទើបពួកខ្ញុំកណាបានសង្ស័យទៅលើរឿងអំពើអាបធ្មប់គឺសង្ស័យទៅលើមនុស្សចំណាស់2នាក់នោះតែម្ដងហើយខ្ញុំកណាក៏បានអញ្ជើញគ្រូអាគមជួយភូមិខ្ញុំកណាដែរប៉ុន្តែគ្រូទាំងអស់នោះភាគច្រើនបានតែ3ថ្ងៃបន្ទាប់ពីមកដល់ភូមិពួកខ្ញុំកណាហើយត្រឡប់ទៅវិញគឺពួកគាត់ឮថាស្លាប់ទាំងអស់មែនហើយព្រះអង្គគ្រូទាំងអស់នោះថានេះគឺជាស្នាដៃរបស់ធ្មប់ព្រៃហើយពួកវារស់នៅកំបាំងក្នុងព្រៃនេះឯងពួកខ្ញុំកណាតែងតែដើរជាក្រុមនិងមិនហ៊ាននៅទីនេះដល់យប់នោះទេសូមព្រះអង្គនិមន្តចូលទៅក្នុងភូមិខ្ញុំកណាទៅនៅទីនេះគ្រោះថ្នាក់ណាស់ចម្រើនពរញោមជីវិតរបស់សត្វលោកទាំងឡាយគឺពោពេញទៅដោយគ្រោះថ្នាក់និងទុក្ខទោសអាត្មានិមន្តទៅដងនេះគឺដើម្បីជួយសង្គ្រោះសត្វលោកដែលកំពុងតែដើរផ្លូវខុសនោះឯងអាចថាធ្មប់ទាំងពីរនេះគេក៏កំពុងតែរងទុក្ខវេទនាដោយមន្តអំពើខ្មៅនេះហើយអាចថាធ្មប់ទាំងពីរនោះកំពុងតែត្រូវការអាត្មាជួយសង្គ្រោះគេក៏ថាបានក្រោយពីបានស្ដាប់នៅសង្ឃដីការបស់ព្រះអង្គដូច្នេះអ្នកភូមិទាំងអស់នោះក៏ព្រមចាក់ចេញពីព្រៃនេះដោយក្តីព្រួយបារម្ភថ្ងៃនោះចៅនេតគេក៏បានរៀបចំដាំទឹកថ្នាំប្រគេនព្រះសង្ឃសេងដូចជាធម្មតាព្រោះថាព្រះសង្ឃទុដងគឺឆាន់ចង្ហាន់មួយថ្ងៃតែមួយដងតែប៉ុណ្ណោះហើយក្រៅពីនោះព្រះអង្គតែងតែឆាន់ទឹកថ្នាំដែលមានដើមរុក្ខជាតិជាថ្នាំផ្សំដោយព្រះអង្គផ្ទាល់ហើយចៅនេតគេក៏តែងតែមើលសៀវភៅធម៌និងអានក្នុងចិត្តមុននឹងគេធ្វើសមាធិពេលល្ងាចមិនយូរប៉ុន្មានពេលយប់ក៏បានមកដល់នៅក្នុងព្រៃងងឹតមានសំឡេងសត្វព្រៃយំពេលយប់ដូចជាធម្មតាហើយនៅពេលនោះពន្លឺព្រះខែជះពន្លឺមកក្នុងព្រៃបូករួមនឹងពន្លឺនៃភ្លើងដែលបានដុតបំភ្លឺផងនោះ
ก็เคยថាលោកតាសេនក៏នៅតែបន្តសមាធិដូចជាធម្មតាចំណែកចៅណេតយប់នេះគេក៏មិនព្រមដេកនោះទេហើយគេក៏នៅតែបន្តសមាធិជាមួយលោកតាសេនទោះបីជាពេលនេះយប់ជ្រៅក៏ដោយក៏គេនៅតែបន្តបិទភ្នែកសមាធិកាត់បន្ថយនូវសេចក្តីភ័យខ្លាចទាំងដែលពេលនោះខ្យល់ត្រជាក់នៅក្នុងព្រៃក៏ចាប់ផ្ដើមធ្លាក់រសាត់មកប៉ះខ្លួនរបស់គេបូករួមនឹងសំឡេងដើមឈើយល់យកបង្កើតបានជាសំឡេងគួរឲ្យខ្លាចនៅពេលដែលចៅណេតកំពុងតែស្មឹកស្មាតផ្ចង់អារម្មណ៍សមាធិនោះក៏ស្រាប់តែពេលនោះខ្យល់ដែលបក់មកប៉ះនឹងច្រមុះរបស់គេក៏មានក្លិនស្អុយបក់មកតាមដែលពិបាកពណ៌នាថាជាក្លិនអ្វីប៉ុន្តែទោះបីជាក្លិននោះស្អុយខ្លាំងយ៉ាងណាក៏គេមិនព្រមបើកភ្នែកនៅតែបន្តសមាធិតែស្របគ្នាជាមួយពេលនោះគេក៏បានឮសំឡេងសម្រាប់ជើងដូចជាមានសត្វអ្វីកំពុងតែដើរមករកគេហើយដោយហេតុតែក្លិនស្អុយនោះកាន់តែខ្លាំងណេតក៏បានបើកភ្នែកមើលទៅឃើញថាមានសត្វឆ្កែមួយវងសម្បុរខ្មៅដែលមានភ្នែកក្រហមនិងស្បែករលេះរលួយគួរឲ្យខ្លាចកុំមានសេចក្តីភ័យខ្លាចអីបន្តសមាធិហើយតាំងចិត្តឲ្យស្ងប់និងមិនត្រូវចាកចេញពីខ្លោះនេះដាច់ខាតក្រោយពីបានឮសង្ឃដីការបស់លោកតាសេនដូច្នេះគេក៏បានបិទភ្នែកសមាធិបន្តដែលពេលនោះសត្វឆ្កែទាំងអស់នោះក៏បានព្រុសបូករួមនឹងសំឡេងលូរបស់វាគួរឲ្យខ្លាចនិងរំខានដល់ការសមាធិរបស់គេពេលនេះរឿងរ៉ាវដែលគួរឲ្យភ្ញាក់ផ្អើលក៏បានកើតឡើងខ្សែកដែលពាក់នឹងករបស់ចៅណេតក៏ចាប់ផ្ដើមចេញពន្លឺហើយពេលនោះក៏លេចចេញនៅព្រាយជុកព្រៃចេញមកហើយវត្តមានរបស់ព្រាយជុកព្រៃក៏លេចចេញមកដើម្បីការពារលោកតាសេននិងចៅណេតនោះឯងរំពេចនោះការប្រយុទ្ធរវាងពីរជុកព្រៃជាមួយនឹងសត្វឆ្កែខ្មៅរបស់ធ្មប់នោះក៏បានកើតឡើងដោយឆ្កែទាំងអស់នោះក៏ត្រូវបានព្រាយជុកព្រៃចាប់បោកនិងក្រវីក្រវាត់រហូតពួកវារលាយស្លាប់ទាំងអស់តែម្ដងក្រោយពីបានឃើញថាឆ្កែខ្មៅទាំងនោះមិនអាចធ្វើអ្វីបាននោះធ្មប់ប្រុសនោះក៏បានបញ្ជានៅសត្វអាគមរបស់គេដែលជាសត្វក្របីមានសម្បុរខ្មៅហើយមានស្នែង4ភ្នែកក្រហមមើលទៅក៏ដូចជាសត្វបេសាយដូចនេះឯងព្រះអង្គខ្ញុំកណាទ្រាំលេងបានហើយព្រះអង្គឈប់ទៅញោមតើញោមនៅតែបន្តសាងបាបដោយសម្លាប់ជីវិតអ្នកដទៃដល់ពេលណាទៀតបើញោមមិនព្រមបញ្ឈប់នឹងងាកមកសាងអំពើល្អនោះទេនោះញោមនឹងបន្តទទួលនៅផលកម្មនិងរងទុក្ខក្នុងវិវត្តសង្សារនេះគ្មានថ្ងៃបញ្ចប់ឡើយដោយឃើញនៅភាពកាចសាហាវនិងមិនព្រមកែប្រែរបស់ធ្មប់ព្រៃទាំងពីរនាក់នោះព្រះអង្គក៏បានលើកដៃប្រណម្យនិងសូត្រនៅបាលីគាថារបស់ព្រះអង្គស្រាប់តែពេលនោះក៏មានខ្សែចងរឹតធ្មប់ទាំងពីរនោះថែមទាំងមានភ្លើងឆេះរោលពេញប្រាណធ្វើឲ្យធ្មប់ទាំងពីរនោះស្រែកពោពេញដោយការឈឺចាប់ហើយរឿង